មានអារម្មណ៍ថាខ្លួនឯងដូចនៅផ្សារអូរឫស្សីអញ្ចឹងចាអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាផ្សារមួយឈ្មោះថាផ្សារខាប់ប្រមាថាគេហៅថាផ្សារអាស៊ីនឹងឯងអ្នកទាំងអស់គ្នាគឺមានចម្រុះជនជាតិអាស៊ីដូចជាខ្មែរយើងវៀតណាមចិនអីមានទាំងអស់ប៉ុន្តែភាគច្រើនគឺសម្បូរវៀតណាមនិងខ្មែរយើងតែម្ដងហើយវាស្តៀងនឹងអូអាស័យយើងដែរចង់និយាយថាអ្នកលក់តាមផ្លូវលក់តាមចាមផ្លូវហើយលក់ផ្លែឈើខ្មែរបន្លែខ្មែរអ្នកទាំងអស់គ្នាឃើញអត់ផ្លែទៀបផ្លែស្អីក៏មានដែរហើយនិយាយពីតូបវិញតូបស្តៀងអូអាស័យយើងហ្នឹងលក់ចានលក់ឆ្នាំងលក់ម្ហូបខ្ចប់ហើយស្លឹកខ្ទឹមស្លឹកអីគេស្ពៃជ្រក់ពងទាកូនពោតអីប្រហុកអីគឺមានដូចខ្មែរយើងអញ្ចឹងហើយគឺពួកខ្ញុំសប្បាយដៃនឹងទិញហ្មងនេះខ្ញុំទិញតបែកអ្នកទាំងអស់គ្នាហើយ1គីឡូ$5ដូចជាអត់សូវថ្លៃហ្មងទេហើយអ្នកទាំងអស់គ្នាមើលទិដ្ឋភាពតាមផ្លូវមើលអូអាស័យជាគ្នាហ្មងដើររញុករញីនិយាយថាពេញនឹងហើយចង់និយាយថាសណ្ដាប់ធ្នាប់គឺដូចខ្មែរយើងតែម្ដងសប្បាយមែនតែនគឺដូចមានអារម្មណ៍ថាយើងនៅស្រុកខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាហើយមិនត្រឹមតែផ្សារទេនេះគឺជាហាងកាហ្វេហើយឃើញតាពូគាត់អង្គុយក្រៅជុំគ្នាដូចនៅខ្មែរយើងអញ្ចឹងហើយនិយាយពីរបស់លក់របស់ញ៉ាំអីមិនខ្វះញ៉ាំទេហើយពួកខ្ញុំសប្បាយពេកទៅដើរច្រៀងផងរាំផងហើយពួកខ្ញុំបងដែលនៅភូមិជាមួយខ្ញុំហ្នឹងសប្បាយណាស់ឲ្យតែមួយឆ្នាំម្ដងអ្នកទាំងអស់គ្នាពួកយើងដឹងតែណាត់គ្នាទៅវត្តនៅខាប់ប្រមាថាហ្នឹងហើយយើងចាញ់ពីវត្តគឺយើងមកដើរលេងផ្សារហើយពួកខ្ញុំសិតតែមានប្តីមានកូនអស់ហើយអត់តាបងម្នាក់ទេដែលគាត់អត់មានកូនហើយមើលទស្សនវិជ្ជានៅផ្សារខាប់ប្រមាថានឹងបន្តអ្នកទាំងអស់គ្នាហើយពួកវៀតណាមគឺគាត់ចូលចិត្តណាស់លក់នំប៉័ងសាច់ជ្រូកនឹងឯងហើយឃើញអ្នកទាំងអស់គ្នាមានសត្វព្រាបសត្វអីហើយចង់និយាយថាទស្សនវិជ្ជាគឺដូចស្រុកខ្មែរយើងឬក៏ដូចប្រទេសវៀតណាមអញ្ចឹងអត់ដឹងថាប្រទេសអូស្ត្រាលីហ្មងទេហើយខ្ញុំទិញតបែកបានកញ្ចប់ទិញជើងមាន់បានមកកញ្ចប់ហើយទិញមកកាក់បានមកខ្ចប់ដែរហើយបងក៏ទិញនំពុំញ៉ាំហើយឆ្ងាញ់មែនតើនិយាយទៅឲ្យតែបានមកដល់ផ្សារហ្នឹងគឺពួកខ្ញុំដឹងតែបានសប្បាយដៃតែហ្មងអ្នកទាំងអស់គ្នា